ទីបំផុតពូទីនទទួលយកប័ណ្ណឈប់បាញ់30ថ្ងៃក្រោយសន្ទនាជាមួយនឹងលោកត្រាំលទ្ធផលចេញហើយកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនបានចាប់ផ្ដើមចេញជាផ្លែផ្កាបណ្ដាក្រោយការសន្ទនាជាមួយនឹងលោកត្រាំកាលពីយប់មិញលោកពូទីនឯកភាពចំណុចសំខាន់មួយគឺផ្អាកវាយប្រហារគ្នាទៅវិញទៅមកលើទីតាំងផលិតធម្មពលដូចជាអគ្គិសនីប្រេងនិងឧស្ម័នជាដើមរយៈពេល30ថ្ងៃយោងតាមទីភ្នាក់ងារសារព័ត៌មាន AP លោកត្រាំនិងលោកពូទីនឯកភាពគ្នាលើបទឈប់បាញ់រយៈពេល30ថ្ងៃដោយផ្ដោតសំខាន់លើការផ្អាកវាយប្រហារទីតាំងផលិតធម្មពលនិងហេដ្ឋារចនាសម្ព័ន្ធពូទីនបានបញ្ជាក់ថាលុះត្រាតែអ៊ុយក្រែនផ្អាកការវាយប្រហាររបស់ខ្លួនទៅលើរុស្ស៊ីដែរទើបលោកយល់ព្រមផ្អាកការវាយប្រហារនេះមានន័យថាឈប់បាញ់តែធម្មពលទេចំណែកទីតាំងផ្សេងបាញ់គ្នាជាបន្តទៀតវិមានក្រំឡាំងថ្លែងថាលោកពូទីនបានបញ្ជាទៅទាហានរុស្ស៊ីដើម្បីត្រៀមអនុវត្តអនុសាសន៍នេះវិមានក្រំឡាំងបានចេញសេចក្តីប្រកាសមួយដែលមានសេចក្តីជាក់ថាលោកត្រាំនិងលោកពូទីនបានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយការនិយាយត្រង់ទៅត្រង់មកអំពីបញ្ហាអ៊ុយក្រែននៅក្នុងការសន្ទនានោះដែរពូទីនបានជម្រាបលោកត្រាំថាដំណោះស្រាយបញ្ហាអ៊ុយក្រែនមានតែមួយប្រកបដោយភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយបញ្ហាអ៊ុយក្រែននេះត្រូវតែទី1ប្រកបដោយភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយទី2ប្រកបដោយនិរន្តរភាពពលគឺមិនរអាក់រអួលបន្តិចសន្តិភាពនិងបន្តិចសង្គ្រាមនិងទី3ប្រកបដោយចីរភាពស្ថិរភាពថិតថេរចរកាលយូរអង្វែងលោកសង្កត់ធ្ងន់ថានៅក្នុងដំណោះស្រាយបញ្ហានេះគេចាំបាច់ត្រូវតែយកចិត្តទុកដាក់នៅអ្វីដែលជាកង្វល់របស់រុស្ស៊ីពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខនិងប្រភពឫសគល់នៃសង្គ្រាមយោងតាមវិមានក្រំឡាំងលោកត្រាំនិងលោកពូទីនបានពិភាក្សាគ្នាឡើងវិញអំពីសំណើនៃបទឈប់បាញ់រយៈពេល30ថ្ងៃដែលគណៈប្រតិភូរបស់លោកត្រាំបានបញ្ជូនទៅឲ្យលោកពូទីននិងពិនិត្យមើលកាលពីសប្តាហ៍មុនហើយដែលអ៊ុយក្រែនបានប្រកាសទទួលយកជាឯកតោភាគីជាមុនលោកពូទីនបានដកស្រង់យកចំណុចសំខាន់នៅក្នុងសំណើនោះមកនិយាយឡើងវិញលោកថាគេត្រូវតែធានាការឃ្លាំមើលការអនុវត្តបទឈប់បាញ់នេះឲ្យបានដិតដល់ហើយត្រូវធានាឲ្យបានថាអ៊ុយក្រែនមិនឆ្លៀតឱកាស30ថ្ងៃនេះដើម្បីចល័តទ័ពនិងដឹកអាវុធដើម្បីត្រៀមវាយប្រហារសាជាថ្មីលោកពូទីនសង្កត់ធ្ងន់ថាដើម្បីទប់ទល់មិនឲ្យភ្លើងសង្គ្រាមឆាបឆេះកាន់តែខ្លាំងនិងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយនយោបាយនិងការទូតលុះត្រាតែបញ្ឈប់ការផ្ដាល់ជំនួយយោធានិងឈប់ផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែននេះបើតាមវិមានក្រំឡាំង